បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះស្វាគមន៍ជាថ្មីជាមួយនឹងខ្ញុំបាទយើងមកនិយាយអំពីការអាប់ដេត iOS version ទៀតហើយបងប្អូនកាលពីសប្តាហ៍មុនគឺយើងនិយាយអំពី iOS 18.3.1 ហើយមកដល់ពេលនេះគឺយើងអាចអាប់ដេតបានទៅកាន់ iOS 18.3.2 អញ្ចឹងបន្តិចទៀតខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនអរគ្នាហើយ iOS នេះដែរគឺត្រូវបានអាប់ដេតឡើងដើម្បីដោះស្រាយបញ្ហាកំហុសបច្ចេកទេសមួយចំនួនដែលយើងចាក់វីដេអូទៅសុកវាចាក់សារដានឡើងវិញឧទាហរណ៍ថាយើងចូលនៅក្នុង YouTube ចាក់បទចម្រៀងហើយយើង stop សិនយើងចូលទៅប្រើកម្មវិធីផ្សេងស្រាប់តែយើងចូលមកវិញវាអត់លោតឲ្យយើងប្រើបន្តពីវីដេអូហ្នឹងទេអញ្ចឹងវាលោតសារដានឡើងវិញអញ្ចឹងអានេះគឺជាបញ្ហានៅក្នុង iOS 18.3.1 អញ្ចឹងយើងមកដោះស្រាយបញ្ហាហ្នឹងទាំងអស់គ្នាអញ្ចឹងបងប្អូនបាទអញ្ចឹងឥឡូវយើងចូលទៅក្នុងទូរស័ព្ទដៃ iPhone ទាំងអស់គ្នាបាទឥឡូវយើងមកដល់ទូរស័ព្ទដៃ iPhone ហើយបងប្អូនដែលខ្ញុំបានបង្ហាញបងប្អូនកាលពីសប្តាហ៍មុនហ្នឹងអញ្ចឹងយើងចូលទៅឆែកមើលការអាប់ដេត version ហ្នឹងទាំងអស់គ្នាណាបាទដោយសារខ្ញុំចូលទៅស្រាប់អញ្ចឹងខ្ញុំចុចសារដានឡើងវិញអញ្ចឹងបងប្អូនចូលទៅក្នុង setting បន្ទាប់មកអស់ពីក្រោមទៅលើទៅបងប្អូនចូលនៅកន្លែង general បន្ទាប់មកចូលទៅកាន់ software update នេះអញ្ចឹងវានឹងលោតមកអញ្ចឹងគឺយើងអាចអាប់ដេតទៅដល់ iOS 18.3.2 អញ្ចឹងនៅក្នុងការអាប់ដេតហ្នឹងគឺវានេះដោះស្រាយបញ្ហាសំខាន់មួយចំនួនបញ្ហាប្រព័ន្ធសុវត្ថិភាពហើយនឹងបញ្ហាដែលគេដាក់នៅដូចដែលខ្ញុំបានជំរាបមុនហ្នឹងមិនអញ្ចឹងនៅពេលដែលយើង play វីដេអូទៅវាចាក់សារឡើងវិញណាវាចាក់សារឡើងវិញវាអត់បន្តពីអ្វីដែលយើងកំពុងតែចាក់ទេហើយសម្រាប់device ដែលយើង update បានគឺចាប់ពី iPhone XS តែម្ដងបងប្អូនចាប់ពី iPhone XS ទៅនេះឥឡូវខ្ញុំសូមទៅមើលចូលទៅមើលបាទអញ្ចឹងសម្រាប់ device ដែល support ជាមួយនឹងiOS 18.3.2 ហើយនឹង iPadOS 18.3.2 គឺយើងចាប់ពី iPhone XS ឡើងទៅបងប្អូនហើយចំពោះiPad គេដាក់មកនេះគឺចាប់ពី iPad Pro 13 inch iPad Pro 12.9 inch third generation and later មានន័យថាចាប់ពី iPhone 12.9 inch ឡើងមក third generation ឡើងមកក៏អាចអាប់ដេតបានដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺយើងមាន Mac OS គឺអាចអាប់ដេតបានទៅដល់ version 15.3.2 ហើយ Vision OS គឺអាប់ដេតទៅដល់ 2.3.2 អាហ្នឹងសម្រាប់ Apple Vision Pro ហើយ tvOS គឺអាចអាប់ដេតបានរហូតទៅដល់ iOS 18.3.1 បងប្អូនអាហ្នឹងសម្រាប់ Apple TV បាទហើយសម្រាប់បងប្អូនដែលប្រើ iPad មានន័យថាជំនាន់មុន iPad 10.5 inch អីគឺអាចអាប់ដេតទៅកាន់ iOS 18.3.2 នឹងបានដែរបងប្អូនបាទអញ្ចឹងយើងចូលទៅកាន់ការអាប់ដេតទាំងអស់គ្នានៅក្នុងទូរស័ព្ទខ្ញុំសូមត្រឡប់ក្រោយមកវិញបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនបន្តិចសម្រាប់ទំហំផ្ទុកនេះគឺយើងស៊ីនេះ 440.9 MB បាទអញ្ចឹងទំហំផ្ទុកហ្នឹងគឺអាស្រ័យស៊ីតិចឬច្រើនគឺអាស្រ័យទៅលើ version បងប្អូនឈរនៅលើ version មួយណាអញ្ចឹងបើសិនជាបងប្អូនឈរនៅលើ version 17នៅឡើយទេនៅពេលដែលយើងអាប់ដេតមកវាស៊ីទំហំច្រើនជីបងប្អូនបាទប៉ុន្តែបើសិនបងប្អូនឈរនៅលើ iOS 18.3.1 ស្រាប់អញ្ចឹងវាស៊ីតិចទេ
ta bua nổi sẽ sắp cho 9 MB vậy nhấn nhom cho lực bị update nào mà thấy nhom xôm bài password tủ sắp bạn chẳng bong bóng rong cham cái update đi bàn chẳng cái này update dứt với cổ lướn cứ sấy lơ là bươn internet ở bong bóng ở này là bươn internet dứt cứ bị hiện dư đấy hay bơ là bươn lướnคือยังอัปเดตบ้านเรือนได้จังขนมนี้วิโรจน์มันในตีบางปอนในสายยำชอบ Wi-Fi นี่เต้จังเดียดาวเรือนจังก็ต่อไปยังอัปเดตประกันเวอร์ชันใหม่ให้บางปอนจัดบากมาให้จัด continue ให้จัด turn on นำไปบากหมกใน stolen device protection ให้สแกนหมกมาได้ยำสแกนให้แล้วยำจัดบาก chẳng bọn bộ là rong cham á rong cham đường tây tới rồi tập nắng chơi ca ra chạy chẳng dân chụp coffee trong từ lơ tới nè dân bờ là ca từ cành version thay hái ba chẳng xem map bọn bộ dân upton update p để show nơi version món nắng cứសម្រាប់តែ device មួយចំនួនគឺមានបញ្ហាឆាប់ស្រកថ្មលឿនដោយតែខ្ញុំបានបង្ហាញជូនពីវីដេអូមុនអញ្ចឹងហើយបងប្អូនអាប់ដេតជាបន្តមកប៉ុន្តែខ្ញុំសូមបញ្ជាក់ថាសម្រាប់AI សម្រាប់កម្មវិធី AI Apple Intelligence ហ្នឹងគឺអត់ support ទេនៅលើ device ចាស់ៗអញ្ចឹងសម្រាប់បងប្អូនដែលប្រើ iPhone 15 Pro ឡើងទៅបងប្អូនអាចប្រើកម្មវិធី AI របស់ Apple បានដែរបងប្អូនបាទហើយសម្រាប់ admin អត់មានទេបាទមាន HS Max មិននេះទេបាទអញ្ចឹងក៏សង្ឃឹមថាបងប្អូន user អ្នកប្រើថ្មីមួយចំនួនអាចយល់ដឹងពីបញ្ហានេះហើយបើសិនជាខ្ញុំមានបញ្ហាអីខុសឆ្គងកន្លែងណាអីក៏សូមខណ្ឌតែអភ័យទោសផងបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាទអរគុណជំរាបលា